ខ្ញុំឆ្ងល់គ្នាយើងដែរមិនគឺគ្នាយើងចូលចិត្តយកអារឿងដែលអត់ត្រូវឆ្លោះគ្នាមកឆ្លោះគ្នាទៅអីគ្នាយើងរឿងដែលអត់ត្រូវឆ្លោះក៏ត្រូវឆ្លោះគ្នាកើតដែរខ្ញុំអត់យល់គ្នាយើងដែរហើយគ្នាយើងនៅតែខមមិនសួរខ្ញុំថាបងបាយលេងដៃម៉ានហេឆ្ងល់ដែរគ្នាយើងសួរចឹងទៅអីហើយគ្នាយើងសួរជេរវិញមកសួរថាបើឯងស្មោះឬក៏មិនស្មោះចេះមកចាំបាច់សួរដៃ1ដៃ2ដៃ3ទៅអីឆ្ងល់ដែរទោះគ្នាយើងលេងដល់ដៃ1000ក៏ដោយបើគ្នាយើងអត់ចេះបច្ចេកទេសអត់ចេះលក្ខណៈអត់ចេះលេងប្រើ IQ ក៏លេងគ្នាគេដែរបាច់អួតដៃ1ដៃ2អាចឆ្កែទេតែអត់នៅអត់នឹងគ្នាយើងកុំគិតច្រើនពេកឆ្ងល់ដែរហាត់សមមកលេងឲ្យខ្លាំងមកចាំបាច់ដៃ1ដៃ2ស្អីយកជើងលេងក៏ឈ្នះគេដែរឲ្យយើងលេងខ្លាំងហេឆ្ងល់ដែរចាំបាច់ឆ្លោះគ្នាស្អីគេខ្ញុំលេងដៃ1ហើយធីមដៃ1ដៃ2នឹងដៃស្អីដៃអីដៃហើយមានគ្នាយើងខ្លះទៀតខមមិនសួរខ្ញុំចឹងថាបងវាយលេងដៃម៉ានហើយគ្នាយើងចាំបាច់សួរខ្ញុំទៅអីខ្ញុំលេងដៃម៉ានគឺរឿងរបស់ខ្ញុំដែរចាំបាច់សួរដៃម៉ានគ្នាយើងនៅតែខមមិនសួរតប៉ែឡាយលើថាបងលេងដៃម៉ានបងលេងដៃម៉ានឥឡូវខ្ញុំប្រាប់គ្នាយើងបដៅថាលេងដៃ3គ្នាយើងខ្ញុំលេងដៃ3ហើយម៉េចលេងដៃ3នឹងអន់ខ្លាំងមែនលេងដៃ3មិនក៏នេះដែរគ្នាយើងចាំមើលកន្លែងនេះស៊ី3ឃើញដៃ3មិនអន់គ្នាយើងដៃ3គឺនៅខ្លាំងដៃម៉ាន់គឺនៅខ្លាំងនេះឲ្យគ្នាយើងលេងខ្លាំងបើគ្នាយើងអន់នៅតែអន់នឹងមានតែប៉ុណ្្នឹងហើយចុងក្រោយគ្នាយើងណាចង់ដាក់ពេជ្រអីគ្នាយើងអាចដាក់នៅ page សបាយ top បានគ្នាយើងចា link នៅខាងក្រោមវីដេអូគ្នាយើង